មានរោគសញ្ញាទាំងនេះមានន័យថាបងប្អូនកំពុងតែមានបញ្ហាតម្រងនោមហើយមិនមែនតែមនុស្សចាស់វ័យចំណាស់ទេគឺកើតមានគ្រប់វ័យសូម្បីតែកុមារក៏អាចមានបញ្ហាទាំងអស់នេះដែរអញ្ចឹងត្រូវប្រុងប្រយ័ត្នរាល់បញ្ហាទាំងអស់នេះគួរតែទៅពិនិត្យនិងឆែកសុខភាពចាកុំបដៅទឹកយូរវាអាចមានបញ្ហាតម្រងនោមធ្ងន់ធ្ងរបានចាទី1គឺមានបញ្ហានៃការបត់ជើងតូចចាមានបញ្ហានៅពេលដែលយើងបត់ជើងតូចគឺបត់ជើងតូចមកញឹកបត់ជើងតូចមករអាក់រអួលឈឺចុកចាប់ពេលដែលបត់ជើងតូចជាពិសេសមានការបត់ជើងតូចមកលាយឡំជាមួយនឹងឈាមប្រាមកតាមការបត់ជើងតូចរបស់យើងឬក៏បត់ជើងតូចមកឈឺម្ដងអ៊ូលនៅលើថ្ងាសចុករយចកេះចុករយឆ្អឹងខ្នងជាពិសេសបត់ជើងតូចមកជ្រែកជ្រោយជួនកាលជ្រាបទឹកនោមដោយអត់ដឹងខ្លួនចាការបត់ជើងតូចខុសពីធម្មតាបត់ជើងតូចក្តៅបត់ជើងតូចញឹកបត់ជើងតូចឈឺអ៊ូលចុកអានេះគឺជារោគសញ្ញាទី1នៃបញ្ហាតម្រងនោមតែម្ដងចាទី2គឺមានអាការៈនៃការហើមចាមានអាការៈនៃការហើមមុខហើមដៃហើមជើងចាហើមហើយស្លេកស្លាំងអស់កម្លាំងលហិតលហើយចាមានអាការៈនៃការហើមគាត់តែយកដៃទៅសង្កត់ក៏វាត្រុតទៅលើសាច់ដុំនឹងដែរគឺយើងហើមដៃហើមជើងហើយអស់កម្លាំងលហិតលហើយហើមមុខហើមមាត់ស្លេកស្លាំងចាបាត់បង់គ្រាប់ឈាមក្រហមចាបាត់បង់អុកស៊ីសែនចាទី3គឺឡើងកទួលឡើងរមាស់នៅលើស្បែកចាឡើងកទួលឡើងរមាស់នៅលើស្បែកហើយមានធុំក្លិនមាត់ក្លិនអត់ល្អចេញពីខាងក្នុងបន្ថែមទៀតចាចំណុចទី4គឺមានអារម្មណ៍ថាពិបាកនៅក្នុងការដកដង្ហើមមានអារម្មណ៍ថាឆាប់ហត់ពិបាកដកដង្ហើមពួកឯអ្នកដែលគាត់មានបញ្ហាតម្រងនោមភាគច្រើនគឺធ្វើឲ្យសួតរបស់គាត់ហើមធ្វើឲ្យសួតរបស់គាត់ទឹកដក់ក្នុងសួតចាអញ្ចឹងគឺធ្វើឲ្យគាត់ពិបាកក្នុងការដកដង្ហើមហ្មងអញ្ចឹងគឺធ្វើឲ្យហត់ហើយមិនត្រឹមតែហត់ទេជួនកាលមានការរលាកក៏អាចមានអាការៈនៃការក្តៅខ្លួនដែរចាមានអាការៈក្តៅព្រឺល្ងាចាក្តៅព្រឺល្ងាហើយក៏អាចមានអាការៈចុកឆ្អឹងខ្នងដែរចាមានអាការៈចុកឆ្អឹងខ្នងខ្លាំងគាត់តែអាការៈមួយហ្នឹងគឺវាអត់មានញឹកញាប់ខ្លាំងទេហើយរោគសញ្ញាខ្លះអត់មានអាការៈចុកឆ្អឹងខ្នងហ្នឹងទេតែក៏អាចមានដែរអញ្ចឹងបើសិនជាមានរោគសញ្ញាដូចដែលខ្ញុំរៀបរាប់នេះមានន័យថាបងប្អូនកំពុងតែមានបញ្ហាតម្រងនោមទៅឆែកសុខភាពពិនិត្យនិងពិគ្រោះព្យាបាលកុំធ្វើប្រហែសបដិបដោយទូយូរអាចមានបញ្ហាធ្ងន់ធ្ងរបានចាអរគុណ